xưa mà đang tiết lại vậy Alex vô mày đấy bé con pi chập rốt thắt thầm nâng khai hay miền cà cà miền cà váy Alex miền ai ban an chập khai chơi chập khai mới xong chui bây giờ thì mới cái lô đầm nàng đi dương rồi có mình tây hàng rốt thà bà dương còn ai chuột chip khla nhóm tiêm luôn tôi sẽ cam ở phía không phía chập đáy và hay gì không khai muối nằm phía bồn tập lắm đại bằng hai nhóm phí cái đây còn ball rồi có bằng hai nhóm phí ở đây là chia riêng ai dự thọ bóng phật nhưng khơi tha chắp sau đây phí bắt cam đợi hàng xá biệt trai ở chắp xá cam ở phía mùi chấm nuốn đôi chia cam ở phía na là dân tiêm tia với muối dân từ té chun đầm nâng ở sạc rong từ tuôn còn tò máu dân thưa cam ở phía mùi chấm nuốn tiết đôi chia về tỷ cá sát thì nã rồi có sọp sai rồi có ốp rúm បាច់ចាំបាច់មានជូនដំណឹងបាច់ចាំបាច់មានអីទាំងអស់ហើយយើងទួចោះប៉ុន្តែនៅពេលដែលយើងទួទៅយើងឃើញនៅវត្តភ្នំពីអាទិត្យមុនឃើញដល់ពេលដែលខ្ញុំព្យាយាមជីកង់ពីវិខែមុនយើងឃើញថាយកប៉ូលីសមក100ទៅ200នាក់ជាមួយសន្តិសុខបំបែកថាខុសច្បាប់ដោយសារយើងអត់បានស្នើសុំឲ្យសាលាក្រុងតាមច្បាប់នឹងសាលាក្រុងនឹងគឺអត់មានទូនាទីអនុញ្ញាតឬមិនអនុញ្ញាតទេអញ្ចឹងពេលដែលយើងទួសកម្មភាពនៅក្នុងខែ1 2015 ហ្នឹងក៏យើងស្នើសុំឲ្យសភាពិចារណាឡើងវិញបើមិនបើយើងចង់ឲ្យខ្មែរមានសិទ្ធិបញ្ចេញមតិយោបល់ស្នើសុំឲ្យសាលាក្រុងហ្នឹងយល់ពីទូនាទីរបស់ខ្លួនឯងផ្ទាល់ប៉ុន្តែបើមិនបើយើងបន្តសកម្មភាពអញ្ចឹងស្នើសុំឲ្យសភាហ្នឹងរំសាយច្បាប់ដែលពាក់ព័ន្ធនឹងកែរដ្ឋធម្មនុញ្ញទៅលេងឈប់ហៅខ្លួនឯងជាលទ្ធិប្រជាធិបតេយ្យទៅហៅខ្លួនឯងជាលទ្ធិផ្ដាច់ការទៅអាហ្នឹងមិនសមនឹងពួកយើងរងឯងហ្នឹងកាន់រដ្ឋធម្មនុញ្ញដែលអួតថាជាលទ្ធិប្រជាធិបតេយ្យតាមពិតអាការអនុវត្តគឺមិនមែនលទ្ធិប្រជាធិបតេយ្យគឺអនុវត្តការអនុវត្តគឺរបបផ្ដាច់ការរបបកុម្មុយនីសហ្នឹងអញ្ចឹងពេលទទួលសកម្មភាពស្នើសុំឲ្យសភាសម្រាប់ចិត្តដាផ្លូវមួយណាបើលទ្ធិប្រជាធិបតេយ្យកុំរៀបរៀងការបញ្ចេញមតិយោបល់របស់យើងបើសិនបើលទ្ធិកុម្មុយនីសរៀបរៀងចោះប៉ុន្តែត្រូវតែកែរដ្ឋធម្មនុញ្ញទេពួកយើងកំពុងតែដារងឯហ្នឹងផ្លូវតែមិនដឹងថាគួរដាឆ្វេងឬគួរអត់ស្ដាំហ្នឹងចុះនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញគេចែងយ៉ាងម៉េចខ្លះពាក់ព័ន្ធពីសិទ្ធិពលរដ្ឋប្រជាពលរដ្ឋមានសិទ្ធិបញ្ចេញមតិយោបល់មានសិទ្ធិធ្វើសកម្មភាពដែលពាក់ព័ន្ធនឹងបដកម្មដោយអហិង្សាហើយហ្នឹងយើងមិនមែនយោងទៅលើរដ្ឋធម្មនុញ្ញតែមួយគត់ទេយើងក៏មើលច្បាប់ដែលពាក់ព័ន្ធហើយនឹងក៏យើងមើលទៅលើសន្និសីទសំទោសមើលទៅលើកតិកាសញ្ញាមួយចំនួនដែលប្រទេសកម្ពុជាជាប្រទេសហត្ថលេខីអាហ្នឹងក៏យើងមើលទៅលើសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិដែលប្រទេសកម្ពុជាជាប្រទេសដែលបានចោះជាហត្ថលេខីដូចគ្នាហ្នឹងដូច្នេះយើងគិតថាប្រទេសដែលអួតថាជាប្រទេសលទ្ធិប្រជាធិបតេយ្យហ្នឹងប្រជាជនត្រូវតែមានសិទ្ធិប្រជុំគ្នាត្រូវតែមានសិទ្ធិបញ្ចេញមតិយោបល់ជាសាធារណៈហើយនឹងយើងឃើញអ្វីដែលកំពុងតែឆ្លាតក្រុងកំពុងតែអនុវត្តរងថ្ងៃហ្នឹងគឺវាហាក់បីដូចជាខ្មែរលេងជាលទ្ធិប្រជាធិបតេយ្យហើយខ្មែរជាលទ្ធិផ្ដាច់ការហ្នឹងបាទសូមអរគុណច្រើនបាទតែទទួលសកម្មភាពអញ្ចឹង